ជំរាបសួរក៏ដូចជាសួស្តីអ្នកសិក្សាភាសាអង់គ្លេសទាំងអស់គ្នាស្វាគមន៍មកកាន់ Study Buddy ដោយដែលអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងគឺយើងនឹងបន្តពី Module 1 ណាកាលពីវីដេអូមុនគឺយើងធ្វើ Module 0ដូចជា Starter អញ្ចឹងហើយថ្ងៃនេះគឺយើងចាប់ផ្ដើមចូល Module 1ណាអូខេអញ្ចឹងថ្ងៃហ្នឹងគឺយើងនឹងផ្ដោតទៅលើ some vocabulary ហ្នឹងមានឈ្មោះហើយនឹងប្រទេសជាមួយនឹងpersonal information ដែលយើងផ្ដោតទៅលើ to be ណាហ្នឹងហើយអញ្ចឹងថ្ងៃហ្នឹងគឺយើងធ្វើតែប៉ុណ្្នឹងឯងយើងកុំធ្វើច្រើនណាដើម្បីអ្នកនរគ្នាយល់តើតងជាមួយឈ្មោះប្រទេសការនិយាយដូចថាស្គាល់គ្នាដំបូងយើងគួរធ្វើម៉េចអីយ៉ាងម៉េចណាអូខេអញ្ចឹងកុំឲ្យខាតពេលយូរយើងអាចចូលទៅកាន់ module 1ទាំងអស់គ្នាប៉ុន្តែខ្ញុំចង់បញ្ជាក់អ្នកនរគ្នាតិចដែរ study buddy យើងមានថ្នាក់រៀនភាសាអង់គ្លេសពេលល្ងាចពីម៉ោង 5 កន្លះដល់ម៉ោង 6 កន្លះបើសិនជាអ្នកទាំងអស់គ្នាចង់រៀនចង់អនុវត្តចង់ប្រើប្រាស់ភាសាអង់គ្លេសអាចតាក់ទងជាមួយនឹង study buddy បានអូខេអរគុណច្រើនតាកុំឲ្យខាត់ពេលយូរយើងចូលទៅកាន់exercise យើងទាំងអស់គ្នាអញ្ចឹងគេថាម៉េច number 1គេ complete the conversation with the words in the box អញ្ចឹងបានន័យថាគេឲ្យយើងបំពេញការសន្ទនាខាងក្រោមនេះជាមួយនឹងពាក្យនៅក្នុងប្រអប់នេះអូខេអញ្ចឹងយើងមានសន្ទនារវាងមនុស្សបានអ្នកដូចជា2នាក់3នាក់ណាមាន Charlotte Florence and Sebastian ណាអញ្ចឹង Sebastian គាត់ចាប់ផ្ដើមថាម៉េច Hello my name អញ្ចឹង my name អីគេ my name is Sebastian ណាហើយទៅនេះគឺជាសំណួរអញ្ចឹងយើងប្រើ what apostrophe s ណាហ្នឹង is what is your name ណាចឹង hello my name is អីគេនេះ is ចឹងយើងអត់យក okay and what ហើយនឹងយកហ្នឹងអាហ្នឹងរបៀបដែលយើងធ្វើយើងអាចឆូតចឹងបានដើម្បីឲ្យយើងដឹងថាអូកន្លែងនេះខុសកន្លែងនេះត្រូវអូខេហើយទៅ Florence គាត់និយាយថា my name is Florence ចឹង name កន្លែងនេះយើងអាចឆូតចោលបានណាឃើញទេអូ Sebastian នៅពេលដែលដឹងឈ្មោះហើយអាហ្នឹងគឺជា clear គួរសមណាអូ nice to meet you Florence ណា nice to meet you Florence ចឹងដោយសារតែវាមានតួអង្គ3នាក់អញ្ចឹងយើងគាត់សួរ Florence គាត់សួរថាចុះម្នាក់នេះទៀតand you អូខេចុះអ្នកឯងពីណាគេដែរអីចឹងណាហើយទៅ Sebastian ថា and this is my friend Charlotte hello Charlotte អូខេ hello ណា Charlotte គាត់ hello ដែរអូខេ this and ហើយនឹង hello អូខេចឹងសរុបមកនេះគឺជា conversation ដូចថាបើសិនយើងជួបគ្នាដំបូងឥឡូវឧទាហរណ៍ថាអ្នកទាំងអស់គ្នាជួបជាមួយនឹងខ្ញុំដំបូងណាចឹងខ្ញុំចាប់ផ្ដើម Hello everybody my name is Study Buddy what is your name ចឹងអ្នកទាំងអស់គ្នាត្រូវឆ្លើយOh my name is Dara my name is Bopa ចឹងទៅណាចឹងខ្ញុំប្រើ clear មួយថា nice to meet you Bopa nice to meet you កញ្ញាចឹងទៅអូខេឬក៏ hello Bopa hello កញ្ញា next time នៅពេលយើងជួបគ្នាយើងបាច់និយាយថា oh what is your name ទេយើងនិយាយថា oh hello Bopa hello កញ្ញាចឹងតែម្ដងអូខេ nice to meet you Bopa nice to meet you កញ្ញាអូខេអាហ្នឹងគឺនៅពេលដែលយើងចាប់ផ្ដើមណែនាំខ្លួនយើងអាចប្រើ clear ទាំងអស់ហ្នឹងបានណាអាហ្នឹងគឺ greeting ចុះតកតងជាមួយនឹងpersonal information B គេឲ្យយើងប្រើ MSR to be អញ្ចឹងគេមានបុគ្គលល្បីៗដូចជា Ronaldo from Brazil Jackie Chan from China David and Victoria Beckham from England and again Nicole Kidman from Australia អូខេអញ្ចឹងគេឲ្យយើងយកគំរូដោយប្រើ write questions and answers គេឲ្យយើងទៅសេសំណួរហើយចម្លើយអញ្ចឹងឧទាហរណ៍ថា What's his name អញ្ចឹងឈ្មោះគាត់នេះ His name is Ronaldo number 3 Where's he from តើគាត់មកពី
មកពីណា he's from Brazil អូខេអញ្ចឹង B អីគេ what is ឬក៏ what's her name តើនាងឈ្មោះគេណានេះគេមាន question mark ខាងក្រោមតែខ្ញុំដាក់ខាងលើមួយចុះណា her name is Nicole Kidman ណា Kidman អញ្ចឹងខ្ញុំសូមតែសេមកជួទៀតចុះអូខេ Kidman ចុចមានខណ្ឌណាជាប្រយោគស្រប where she from តើនាងមកពីណា she's from Australia ណាមកពីប្រទេសអូស្ត្រាលី and number 3មានមនុស្ស2នាក់ណាអញ្ចឹង what are their names ណាឈ្មោះរបស់គេគឺអីគេ their names are David and Victoria Beckham គាត់គឺជា David Beckham ខ្ញុំគិតថាមនុស្សមួយចំនួនស្គាល់ណា and where are they from ពួកគេមកពីណាណា they are from England ណាប្រទេសអង់គ្លេសណា and letter D Jackie Chan what is ឬក៏ what's his name is Jackie Chan ណា okay where's he from គាត់មកពីណា he's from China អូខេអញ្ចឹងឧទាហរណ៍បើសិនជាអ្នកទាំងអស់គ្នាឃើញបុគ្គលម្នាក់នោះណាហើយតែអ្នកទាំងអស់គ្នាចង់ដឹងឈ្មោះគេអញ្ចឹងយើងមិនត្រូវសួរ hello what's your name ណាអញ្ចឹងយើងសួរឈ្មោះគេអញ្ចឹងឬក៏ពេលខ្លះយើងចង់ដឹងថាតើគាត់មកពីណាគាត់មកខេត្តណាណាឬក៏គាត់មកពីប្រទេសណាណាអញ្ចឹងយើងសួរគាត់ទៅអូ hello where are you from ណាចុះបើគេសួរយើងគេសួរយើងថាដូចថាឥឡូវខ្ញុំសួរអ្នកទាំងអស់គ្នា what's your name អញ្ចឹងយើងត្រូវឆ្លើយថា my name is អីគេបុប្ផាកញ្ញាដុល្លារអីអញ្ចឹងទៅចុះគេសួរថាអ្នកឯងមកពីណានៅទៅបើសិនជាអ្នកទាំងអស់គ្នាទៅលេងនៅក្រៅប្រទេសដូចជាសិង្ហបុរីឬក៏ម៉ាឡេស៊ីអីចឹងទៅគេសួរថា where are you from no I'm from Cambodia ណា I'm from Cambodia ខ្ញុំមកពីប្រទេសកម្ពុជាណាអញ្ចឹងអ្នកនរគ្នាអាចយកអា clear ខ្លីៗហ្នឹងដើម្បីអនុវត្តភាសាអង់គ្លេសបានណាហ្នឹងហើយអញ្ចឹងយើងមានតែប៉ុណ្្នឹងទេបញ្ជាក់ម្ដងទៀតបើសិនជាអ្នកនរគ្នាចង់រៀនភាសាអង់គ្លេសយើងមានថ្នាក់រៀនភាសាអង់គ្លេសពេលល្ងាចពីម៉ោង 5 កន្លះដល់ម៉ោង 6 កន្លះអូខេកម្រិត elementary យើងផ្ដោតទៅលើការប្រើប្រាស់ភាសាអង់គ្លេសតែម្ដងអញ្ចឹងអូខេយើងមានតែប៉ុណ្្នឹងយើងជួបគ្នានៅវីដេអូក្រោយ Goodbye